លោកឧត្តមសេនីយ៍ឯករតស្រៀងបើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់និងកម្លាំងមធ្យោបាយបរិក្ខារបំពាក់ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខនៅថ្ងៃទី12ខែមេសាឆ្នាំ2025នេះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯករតស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខសុវត្ថិភាពរក្សាសណ្ដាប់ធ្នាប់និងត្រួតពិនិត្យកម្លាំងមធ្យោបាយបរិក្ខារបំពាក់ដើម្បីធានាឲ្យបាននៅប្រសិទ្ធភាពក្នុងបេសកកម្មចូលរួមការពារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2025នេះនិងថ្នាក់ដឹកនាំជាតិនិងអន្តរជាតិដែលនឹងប្រព្រឹត្តទៅនាពេលប៉ុន្មានថ្ងៃខាងមុខនេះលោកឧត្តមសេនីយ៍ឯករតស្រៀងបានមានប្រសាសន៍ថាណែនាំដល់លោកមេបញ្ជាការរងលោកមេបញ្ជាការតាមបណ្ដាខណ្ឌទាំង14និងប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញដែលត្រូវទទួលដឹកនាំតាមបណ្ដាគោលដៅទាំងអស់ត្រូវតែមានម្ចាស់ការអនុវត្តតាមផែនការខាងលើឲ្យបានដាច់ខាតដើម្បីសម្រេចឲ្យបាននៅបេសកកម្មនាពេលខាងមុខនេះប្រកបដោយរលូននិងទទួលបានជោគជ័យគ្រប់ភារកិច្ច